តោះអ្នកគ្នាមកមើលសកម្មភាព3នាក់ប៉ាហើយនឹងប្អូនចង់នៅសកម្មភាពនៅដីមួយកន្លែងដែលកាត់ទុកចោលយូរហ្នឹងសកម្មភាពមិនដែរមានដូចជាដាំដំណាំជីកបកោដាក់ចូលហើយនឹងធ្វើម្ហូបហើយនៅសកម្មភាពផ្សេងៗទៀតហើយនឹងទេសភាពសុខស្រែចាំមើលទាំងអស់គ្នាហើយអ្នកគ្នានេះគឺជារបងទ្វារដែលដីទុកចោលយូរហ្នឹងហើយបន្ទាប់មកគាត់ទៅឈប់ភ្លាមបាទគឺរាច់អៀកទៅពីរាច់អៀកហើយបាទនឹងប្អូនក៏បានរៀបចំបោះបកោតាមព្រំដីដែលយើងបានរៀបចំហ្នឹងជីបោះតម្លាក់ម្ដងមួយបន្ទាប់ពីតម្លាក់ហើយអស់ក៏បានទៅរកកាទៀវតាមភូមិសិនខ្ញុំបានថតទេដោយសារពេលនោះទូរស័ព្ទអស់ថ្មផងក៏បានថតបន្ទាប់ពីរកកាទៀវនៅតាមភូមិញ៉ាំហើយឆ្អែតជិះមើលទេសភាពហើយក៏បានត្រឡប់មកវិញហើយប៉ាក៏គាត់តាមបកោជាមួយប្អូននឹងទៅហើយខ្ញុំក៏ចាប់ផ្ដើមធ្វើម្ហូបសិនបន្ទាប់ពីធ្វើម្ហូបហើយអស់បានទៅជួយគាត់ហ្នឹងហើយខ្ញុំចង់និយាយពីប្រវត្តិដីនឹងបន្តិចគឺនៅឆ្នាំ2019ខែ5ប៉ាគាត់ក៏សម្រេចចិត្តមកមើលដីនៅទីហ្នឹងហើយក៏បានទិញហើយកាលហ្នឹងខ្ញុំមកដែរមកជាមួយគាត់ហ្នឹងជាមួយខ្ញុំដាក់វីដេអូឬរូបភាពដែលខ្ញុំមកកាលពី2019ហ្នឹងហើយកាលហ្នឹងដើមស្វាយហ្នឹងដូចជា1000ដើមជាងដើមស្វាយកលមៀនយើងហ្នឹងក៏ប៉ុន្តែដោយសារតែអត់សូវបានមើលថែវាហ្នឹងក៏បានឆេះអស់លីងទៅដោយសារស្មៅវាក្រាស់ពេកខ្ញុំស្មៅក្រាស់ពេកទៅដល់គេដុតនៅវាលរបស់គេទេប៉ុន្តែវារៀលដើរមកដល់យើងដែរហើយដល់មួយទៀតយកបានមើលថែផងហើយសង្ស័យថាគេលួចដុតមួយទៀតដល់ពេលអញ្ចឹងវាឆេះរៀលពេញហ្នឹងក៏អស់មកចការហ្នឹងទៅតោះឥឡូវមកមើលសកម្មភាពការជីកលបងបកោដាក់ចូលលបងតាមព្រំដីហ្នឹងហើយក៏បានហៅបងផុសដែលជាកូនមេភូមិគាត់មកជួយប៉ុន្តែហៅតាអូនទេប៉ុន្តែដោយសារគាត់ត្នេដែរក៏គាត់មកជួយហើយក៏វាការងារក៏វាលឿនតាមហ្នឹងដែរហើយវាមិនសូវជាច្រើនអីទេប៉ុន្តែបើសិនជាគាត់ជួយទៅក៏វារៀងលឿនតាមហ្នឹងដែរហើយយើងក៏បានឲ្យគាត់តិចតួចគាត់ទៅកាទៀវឲ្យអស់ក៏បានចាប់ផ្ដើមធ្វើម៉ោង10ហើយម៉ោង10ចាប់ផ្ដើមរៀបចំធ្វើយកតែម្ដងអត់ចាំយូរទេមេឃក្តៅក៏ត្រូវធ្វើដែរហើយខ្យល់ខ្លាំងមែនទែនខ្យល់ជុំវិញហ្នឹងគឺថាខ្យល់អត់ដាច់ទេតាំងពីព្រឹករហូតដល់ល្ងាចអញ្ចឹងហើយវាអំណោយផលមែនទែនដោយសារតែអត់មានអ្នកភូមិនៅជុំវិញហ្នឹងទេគឺខ្យល់បក់ជុំវិញហ្នឹងរហូតដោយសារតែមូលហេតុដែលពួកខ្ញុំមកដាំបកគោមួយប៉ាមួយប្អូនអីហ្នឹងគឺរៀបចំចំគោតែវាជាពេលអនាគតទេដោយសារតែយើងឥឡូវហ្នឹងអត់មានធនធានក៏មកដាក់បកគោដាក់អីរៀបចំឲ្យអស់សិនអញ្ចឹងយើងចាប់ផ្ដើមម្ដងតិចគេថាតក់ពេញកំពុងបើសិនជាយើងចាំឲ្យអស់ហ្មងគឺចំណាយលុយច្រើនហើយយើងធ្វើខ្លួនឯងភាគច្រើនគឺយើងធ្វើខ្លួនឯងយើងអត់ចង់ចំណាយគេទេកាលណាចំណាយយើងរត់ទៅអស់ច្រើនហ្នឹងហើយអ្នកគ្នាត្រង់តែធ្វើហើយប្រហែលជាចូលចិត្តម៉ោង1ធ្វើអត់ឈប់ហ្មងធ្វើយកវាមិនមែនហើយទាំងអស់ទេគ្រាន់តែយើងឲ្យបាន90%អញ្ចឹងល្ងាចយើងបន្តបន្ថែមទៀតអញ្ចឹងហើយក៏បានមួយទឹកមួយអីហើយក៏ទៅរកបាយទឹកនៅភូមិយើងហ្នឹងក៏មានបាយទឹកដែរតែញ៉ាំបានថតដែរនៅភូមិថតបានតិចពេកអញ្ចឹងក៏អត់បានកាត់ចូលបណ្ដោយទៅហើយរួចរាល់អស់ក៏បានរៀបចំទឹកបាយហើយសម្រាប់បានប្រហែលជាកន្លះម៉ោងក៏ចាប់ផ្ដើមធ្វើទៀតហើយគឺវគ្គដាំដើមឈើម្ដងដាំជាជួរតាមផ្លូវដែលយើងបានរៀបចំដាំមួយជួរដេញរហូតទៅបន្ទាប់មកកម្រងត្រូវដាំដូងតាមផ្លូវហ្នឹងទៀតគ្នាចាំមើលឈុតពិសេសបាទគឺថាបងខ្ញុំអស់កម្លាំងពេកបាទប្រើវាពេកទៅដល់វាអស់កម្លាំងវាបាទគឺបោកដើមមៀនហ្មងបាទមៀនហ្នឹងគឺថាដឹងទៅរស់អត់ទេកន្លែងហ្នឹងបាទគឺថាប៉ាធ្វើកពុលមកហើយប៉ាមើលមកបងជួថាកូនឈប់ទៅទុកឲ្យប៉ាអ្នកធ្វើវិញបាទឲ្យឈប់ទៅបាទវារត់ទៅដេកភ្លឹងគ្នាដឹងហើយបាទធ្វើតាំងពីព្រឹកមកអត់មានបានសម្រាប់បានអីបានសម្រាប់បាន plan ដល់កន្លះម៉ោងផងក៏ធ្វើរហូតនិយាយទៅធ្វើតរហូតដល់ម៉ោង6ម៉ោង7ធ្វើអត់ឈប់តែម្ដងបាទមួយប៉ាខ្ញុំអត់ដឹងទេមួយអ្នកគេអត់ដឹងទេមួយប៉ាខ្ញុំគឺធ្វើតឲ្យចប់បានសម្រាប់ធ្វើអត់ចប់ទៅធ្វើរហូតតតែហើយពេលនេះខ្ញុំអត់បានជួយលើកវាសោះលើកតែម្ដងសោះវាខឹងក៏វារត់ទៅដេកបានដោយសារវាអស់កម្លាំងផងដែរទេអ្នកនរគ្នាកុំច្រឡំថាដើមឈើពុកបាទគឺជាអាចគោក្រៀមហ្នឹងយើងយកដើម្បីតែបង្កាត់ភ្លើងព្រោះអាហ្នឹងដាក់ទៅវាធ្វើឲ្យភ្លើងឆាប់ឆេះលឿនមកអ្នកគ្នាจะមើលទៅពេលខ្ញុំដាក់បឹបវាឆេះយកហ្មងឃើញអត់តែបើសិនជាមានអាចគោគឺល្អមែនតើវាឆេះរាវយកហ្មងអញ្ចឹងធ្វើឲ្យឈើយើងនឹងឆាប់បង្កាត់ភ្លើងបានលឿនបន្ទាប់ពីបង្កាត់ភ្លើងហើយក៏បានចងរឹងគេងហើយក៏សម្រាកនៅហ្នឹងប៉ុន្តែរហូតដល់ម៉ោង3ក៏ខ្ញុំបានសម្រេចចិត្តថាមកគេងក្រោមវិញដោយសារមូសខាំពេកអស់ខ្យល់ពេលយប់ទៅមូសវាមកខាំបដ ாய் ហើយយើងក៏មិនដឹងធ្វើអីក៏ងើបមកមេឃមើលផ្កាយមើលទេសភាពជុំវិញហ្នឹងទៅក៏ឈរមើលអញ្ចឹងទៅហើយក៏គេងរឹងមកស្ទុះទៀតក៏ពួកយើងចាប់ផ្ដើមធ្វើទៀតហើយគឺធ្វើអត់ឈប់ទេបាទគឺបើកភ្នែកមកគឺធ្វើហើយខ្ញុំដែរធ្វើដែរគឺធ្វើម្ហូបសិនធ្វើម្ហូបឲ្យអស់សិនទៅព្រឹកឡើងមានមីមានអីអញ្ចឹងទៅក៏បានទៅចាប់ផ្ដើមជួយគាត់បន្ថែមទៀត ពេលផឹកដល់ល្អយើងចាប់ផ្ដើមរៀបចំម្ហូបជាតិបង្គាហើយម្ហូបសល់ពីម្សិលមិញពេលព្រឹកហ្នឹងក៏យើងយកមកកម្ដៅវាយកម្ហូបបន្ថែមទៀតមានអីទេគួយធ្វើម្ហូបមើលទេសភាពជុំវិញមើលគោស៊ីស្មៅ
មើលភ្នំដែលព័ទ្ធជុំវិញស្រស់ស្រាយម្យ៉ាងដែរថ្ងៃនេះគ្នាជាមួយខ្ញុំនិយាយប្រាប់រឿងមួយដែលខ្ញុំនិយាយមួយភិនភ័ក្រលេងនេះសើចជាមួយគ្នាហ្នឹងតែងតែនិយាយថានៅពេលដែលចាស់ទៅអត់មានអីច្រើនទេទៅជាការឲ្យដីស្រយាល4-10ហាត់អីចឹង4-10ហាត់ហើយក៏នៅពេលដែលកូនចេញបាត់ទៅយើងហៅមិត្តភ័ក្តិយើងមកយកផ្ទះយើងនៅក្រោយហ្នឹងមិនធំពេកក៏មិនតូចពេកមិនល្មមចំសัตว์ចំគោអីចឹងជាមួយមិត្តភ័ក្តិអីចឹងទៅពេលចាស់ទៅមានតែប៉ុណ្្នឹងហើយយើងប្រាប់កូនយើងថាយើងក្រណាស់គ្មានអីទេថ្ងៃនេះគ្មានអីស៊ីទេប៉ុន្តែយើងហៅមិត្តភ័ក្តិយើងឲ្យមកយកចូលទៅក្នុងវិញមានអារម្មណ៍ថានិយាយទៅវាអត់តាន់ល្អប៉ុន្តែពេលនិយាយមួយមិត្តភ័ក្តិទៅវាស្មូតល្អមែនតើហើយឥឡូវនេះខ្ញុំពេលខ្ញុំកម្ដៅម្ហូបជៀនពងទាហើយអស់ហ្នឹងក៏បានទៅជួយគាត់បានមួយសន្ទុះដែរបន្ទាប់ពីជួយគាត់ហើយក៏ចាប់ផ្ដើមហៅគាត់មកញ៉ាំបាយដោយសារតែហើយអស់ហើយនេះគឺលោកពូដែលគាត់នៅជាប់ដីហ្នឹងគាត់ហៅថាពូស្ងួតហ្នឹងនៅពេលដែលទឹកភ្លៀងមកបានវាដុះអញ្ចឹងហើយបន្ទាប់ពីហៅគាត់មកហើយក៏បានញ៉ាំបាយជុំគ្នាមើលបរិយាកាសជុំវិញហ្នឹងនិយាយពីអ្វីដែលចង់បាននៅក្នុងដីហ្នឹងថាយើងត្រូវធ្វើអីខ្លះយើងត្រូវបន្តដំណើរទៅមុខទៀតបែបម៉េចអីបែបម៉េចយើងគិតឲ្យអស់ហើយនៅតែនិយាយទៅនៅតែលុយទេបានមិនទាន់ចេញមកក្រៅពីកម្រងគឺកម្រងមានឲ្យអស់ហើយអញ្ចឹងអនាគតទៅអាចនឹងទៅមុខទៀតមិនដែរចាំមើលខ្ញុំថតឲ្យអ្នកនរគ្នាមើលបន្ថែមទៀតញ៉ាំបាយឲ្យអស់ភាសាគ្នាពីនេះពីនោះឲ្យអស់ក៏បានមកធ្វើលបងបន្តិចទៀតប្រហើយវាហើយក៏បានចាប់ផ្ដើមចាក់សោរៀបចំទៅផ្ទះវិញវីដេអូនេះមានតែប៉ុណ្្នឹងទេ2ថ្ងៃមួយយប់2ថ្ងៃវាមានតែប៉ុណ្្នឹងទេគឺការងារមិនមែនការកូនទេបាទធ្វើអត់ឈប់ទេជាមួយប៉ាខ្ញុំធ្វើតទៅហើយបាទធ្វើហើយសម្រាប់បានបន្តិចក៏ត្រឡប់ទៅផ្ទះវិញមានតែប៉ុណ្្នឹងទេបាយអ្នកទាំងអស់គ្នា